ទម្លាប់អាក្រក់ទាំង5យ៉ាងដែលបំផ្លាញសុខភាពដោយស្ងៀមស្ងាត់គ្រោះថ្នាក់ដោយការជក់បារីដែរជារៀងរាល់ឆ្នាំឥណ្ឌាគឺជាប្រទេសតែមួយគត់ដែលមានមនុស្សរហូតដល់10លាននាក់ដែលបានស្លាប់ដោយសារការជក់បារីប៉ុន្តែមនុស្សដែលមិនជក់បារីមិនខ្វល់ហើយគិតថាពួកគេមានសុវត្ថិភាពទោះបីមិនជក់បារីក៏ដោយប៉ុន្តែមានទម្លាប់អាក្រក់មួយចំនួនដែលបង្កគ្រោះថ្នាក់ដល់សុខភាពដូចជាការជក់បារីដែរខាងក្រោមនេះគឺជាទម្លាប់អាក្រក់ទាំង5ដែលអាចបំផ្លាញសុខភាពដូចជាការជក់បារី1ភាពឯកោនៅពេលដែលភាពឯកោសម្រាប់មនុស្សវាមិនមែនជាការបំភ្លឺទេនេះគឺជាការពិតការស្រាវជ្រាវបានបង្ហាញថាភាពឯកោរ៉ាំរ៉ៃអាចប៉ះពាល់ដល់សុខភាពទូទៅផលប៉ះពាល់ធំៗនឹងមានលើខួរក្បាលក៏មានការសិក្សាដែលចង្អុលបង្ហាញពីទំនាក់ទំនងរវាងភាពឯកោនិងជំងឺខួរក្បាលដូចជាជំងឺវង្វេងវង្វាន់និងស្មារតីទី2បរិភោគអាហារដែលគ្មានប្រយោជន៍ដល់សុខភាពយើងទាំងអស់គ្នាដឹងហើយថាការហូបអាហារដែលមានសុខភាពល្អគឺជារឿងចាំបាច់មនុស្សជាច្រើនមិនញ៉ាំអាហារល្អជារៀងរាល់ថ្ងៃទេហើយអ្នកខ្លះថែមទាំងមិនខ្វល់ទៀតផងគ្រប់គ្នាច្រើនជ្រើសរើសអាហារកែច្នៃអាហារឥតបានការនិងអាហារដែលមានអំបិលនិងស្ករខ្ពស់ដែលបណ្ដាលឲ្យមានជំងឺមូលដ្ឋានជាច្រើនដូចជាធាត់ញើសឈាមទឹកនោមផ្អែមឡាក់ទី3ខ្ជិលច្រអូសមួយថ្ងៃនៅតែមុខគ្រឿងអេឡិចត្រូនិកការសិក្សាមួយពីសាកលវិទ្យាល័យ Regensburg នៃប្រទេសអាល្លឺម៉ង់បានសិក្សានៅឆ្នាំ2014បង្ហាញថាមនុស្សដែលអង្គុយមើលអេក្រង់រៀងរាល់2ម៉ោងម្ដងបង្កើនឱកាសនៃការកើតជំងឺមហារីកពោះវៀនធំ 8% និងឱកាសកើតមហារីកសួត 6%ស្ថិតិស្ដីពីស្ថានភាពសុខភាពរបស់ប្រជាជនថៃក្នុងរយៈពេល10ឆ្នាំចុងក្រោយរវាងឆ្នាំ2010និងឆ្នាំ2019បានរកឃើញថាជនជាតិថៃមានលទ្ធភាពច្រើនជាង 2.4 ដងនៃការស្លាប់ដោយសារមហារីកពោះវៀនធំហើយប្រជាជនតំបន់ទីក្រុងមានលទ្ធភាពស្លាប់ដោយសារជំងឺមហារីកពោះវៀនធំ 2.4 ដងដែលជាជំងឺមិនដែលរ៉ាំរ៉ៃជាងមនុស្សនៅខាងក្រៅទីក្រុងដោយសារតែទម្លាប់អង្គុយយូរនិងកង្វះលំហាត់ប្រាណទី4គេងមិនលក់ការអង្គុយមើលអេក្រង់ច្រើនម៉ោងវាក៏ប៉ះពាល់ដល់ដំណេកដែរពន្លឺពណ៌ខៀវពីអេក្រង់ត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាភ្នែកដូចជាភ្នែកឡើងបាយព្រុលភ្នែកមនុស្សភាគច្រើនជួបប្រទះនៅការគេងមិនលក់រយៈពេល1ទៅ2យប់ប៉ុន្តែពេលខ្លះវាអាចកើតឡើងជាច្រើនសប្តាហ៍ខែឬឆ្នាំផងដែរដោយការគេងមិនលក់ជាធម្មតាត្រូវបានគេរកឃើញចំពោះស្ត្រីនិងមនុស្សចាស់ហើយមនុស្សដែលគេងតិចជាង6ម៉ោងក្នុងមួយថ្ងៃក៏ប្រឈមនឹងការស្លាប់ឆាប់ដែរទី5អាកប្បកិរិយាអវិជ្ជមានទុតិធិនិយមឬអាកប្បកិរិយានៅផ្នែកអវិជ្ជមានវាតែងតែអាចបំផ្លាញជីវិតមនុស្សភាគច្រើនដឹងថាអាកប្បកិរិយាប្រភេទនេះមិនល្អចំពោះសុខភាពផ្លូវចិត្តទាល់តែសោះប៉ុន្តែវានៅតែជាបញ្ហាទូទៅហើយច្រើនតែកើតឡើងដោយសារតែគំនិតរបស់យើងផ្ទាល់នេះអាចនាំឲ្យមានជំងឺធ្លាក់ទឹកចិត្តរួមទាំងភាពតានតឹងដែលមិនចង់បានហើយអាចនាំឲ្យមានជំងឺរាងកាយជាច្រើនទៀតផងដែរដែលបណ្ដាលមកពីភាពតានតឹង